ចាចំពោះផ្សារព្រៃខ្មែរដល់សននឹងសង្ស័យបើករហូតនៅម្ដុំនឹងត្មងក៏អាចថាបានដែរចាព្រោះថាដីកន្លែងនោះវាចរាចរណ៍ពេកយើងសម្រាប់សិនចាអាដីផ្សារចាស់នោះផ្សារព្រៃខ្មែរចាស់អត់ទាន់ធ្វើអីទេចាំ10ឆ្នាំក្រោយចាំយើងគិតថាគួរធ្វើផ្សារនៅកន្លែងនឹងវិញឬក៏យកទីតាំងផ្សារព្រៃខ្មែរបដោះអាសន្ននឹងជារៀងរហូតក៏ថាបានដែរចាមិនមែនរយៈពេល15ឆ្នាំទេចា30ទៅ40ឆ្នាំហ្មងចាវាមើលទៅវាកំពុងតែមានបញ្ហាបើយើងធ្វើភ្លាមពេលវាកំពុងឆេះវាអាចជួបនឹងអាជាតិថ្មស្អុយលាយជាមួយជាតិរំសេនោះគេហៅថាពីមុខនោះវាអាចទៅជាបង្កធាតុជាអ៊ូស្មានអុកស៊ីហ្សែនមួយបង្កឲ្យទៅជាថាសារជាតិរំសេផ្ទុះចាបុកថ្មស្អុយលាយជាមួយរំសេវាអាចទៅជាសារធាតុអ៊ូស្មានមួយយ៉ាងគេថារំសេផ្ទុះចាពីមុខហ្នឹងធ្វើភ្លាមវាអត់ទាន់បានអញ្ចឹងហើយអាផ្សារបដោះអាសន្នដែលខ្ញុំផ្សាយច្រកផ្លូវជាប់ផ្លូវជាតិលេខ5ហ្នឹងខាងស្នាមដៃបើយើងជិះមកពីមុខជាប់ផ្លូវជាតិលេខ5ខាងស្នាមដៃគឺវត្តខាងឆ្វេងដៃផ្ទះសួរសំលីចាបើយើងជិះពីផ្លូវកែងពីថ្នោតព្រែកមកវិញចាអាកន្លែងជិះពីផ្លូវទៅគ្រួហើយត្រង់ហើយមានផ្លូវបាត់ចេញពីថ្នោតព្រែកមកវិញហ្នឹងចេញថ្នោតព្រែកមកវិញហ្នឹងអាផ្លូវហ្នឹងភូមិថ្នោតព្រែកហ្នឹងបុកមកគឺនៅខាងស្នាមដៃដូចគ្នាបើយើងជិះចាបើបុកមកវីនោះវិញវានៅខាងឆ្វេងដៃវត្តបើយើងជិះពីផ្លូវកែងខាងថ្នោតព្រែកវិញវត្តនៅខាងស្នាមដៃបើយើងជិះជាប់ពីផ្លូវខ្នល់វិញគឺខាងឆ្វេងដៃចាជិះពីផ្លូវបុកត្រង់ចេញពីគ្រួសមកវិញចាមានផ្លូវកែងមួយអញ្ចឹងទៅកន្លែងប៉ុស្តិ៍ប៉ូលីសភូមិព្រៃខ្មែរចាអាហ្នឹងហើយវាបើយើងជិះមកត្រង់ចិត្តវត្តហ្នឹងជិះមកត្រង់ឃើញវត្តវានៅខាងស្ដាំដៃវត្តទាំងស្នាបើយើងជិះមកប៉ុណ្ណោះវិញនៅខាងខាងឆ្វេងដៃវិញចាផ្ទះនៅខាងស្ដាំដៃវិញចាអាហ្នឹងបើមិនជួនកាលក៏អាចបើករហូតទីតាំងនៅម្ដុំនឹងដែរចាព្រោះដីកន្លែងនោះក៏វាមានបញ្ហាតិចតួចដែរចាហើយដីកន្លែងនោះពេលឆេះហើយគេទុកចោលនៅក្នុងឲ្យហូរទឹកឲ្យអស់ចាវាខ្លាចមានជាតិរំសេផ្ទុះបង្កហេតុនោះទៀតមិនទាន់សាងសង់ទេវាអាចទៅសាមដល់អាសន្នហ្នឹងអាចបើករហូតដល់40-50ឆ្នាំឬក៏បើករហូតទីតាំងយកទីតាំងនៅកន្លែងហ្នឹងហ្មងណានៅហួសវត្តពាំងស្នោហ្នឹងចាហួសវត្តពាំងស្នោចាសូមអរគុណ